Hello សួស្តីអ្នកនាងថ្ងៃនេះខ្ញុំមកបង្ហាញតទៅជាមួយនឹងការដាក់ font អក្សរនៅក្នុង Premiere ឬក៏អីផ្សេងទៀតអញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញតែ Premiere មួយទេអ្នកនាងអញ្ចឹងជំហានដំបូងមានខ្មែរ OS ស្រាប់ហើយអញ្ចឹងបើសិនជាអ្នកអត់ទាន់មាន font អក្សរខ្មែរ OS ឬក៏អីផ្សេងនោះជួយទៅ download មកហ្នឹងហើយអ្នកនាងអញ្ចឹងសម្រាប់របស់ខ្ញុំនេះគឺខ្ញុំមាន font អក្សរនឹងហើយអ្នកនាងអញ្ចឹងនៅពេលដែលយើងចង់បាន font អក្សរនឹងដើម្បីដាក់ចូលទៅក្នុង Premiere គឺយើងត្រូវ install វាសិនអញ្ចឹងអ្នកនរគ្នាព្រោះ font ខ្ញុំដូចជាច្រើនដែរខ្ញុំអត់បានរាប់មើលអ្នកនរគ្នាថាបាន font អក្សរអញ្ចឹងអ្នកនរគ្នាអាច Control A មួយមក select យកទាំងអស់អ្នកនរគ្នា select ហើយពាក្យ mouse ស្ដាំហើយយកពាក្យ install នេះមកហើយ install វាចាំវារហូតដើរដល់ចប់ទៅវានឹងមាន font អក្សរនៅលើនេះអ្នកនរគ្នាតាមពិតរបស់ខ្ញុំគឺវាមានស្រាប់ហើយអ្នកនរគ្នាអញ្ចឹងខ្ញុំខ្ជិល install ថែមទៀតអ្នកនរគ្នារបស់ខ្ញុំគឺមានស្រាប់អស់ហើយនៅក្នុងនោះគឺខ្ញុំអត់ត្រូវ install ទៀតទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាសូមអរគុណ